ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានអត្ថបទមួយដែលដកស្រង់ចេញពីកាសែត CNN របស់សហរដ្ឋអាមេរិកដែលដាក់ចំណងជើងថាការវាយប្រហារចុងក្រោយរបស់សហរដ្ឋអាមេរិកទៅលើទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់នៅក្នុងតំបន់ច្រកសមុទ្រហូម៉ូសនៅក្នុងបទសម្ភាសន៍ជាមួយនឹងអតីតមន្ត្រីស៊ើបការយោធាសហរដ្ឋអាមេរិកលោក Chuck Deaver បានពិភាក្សាអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើគោលដៅអ៊ីរ៉ង់នៅជិតច្រកសមុទ្រហូម៉ូសដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោកយោងតាមលោក Devers ការវាយប្រហារនេះមានគោលបំណងបន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការរារាំងចរាចរណ៍នាវានិងគំរាមកំហែងដល់សុវត្ថិភាពនៃការដឹកជញ្ជូនតាមច្រកសមុទ្រលោកបានអះអាងថាប្រតិបត្តិការនេះបានធ្វើឲ្យសមត្ថភាពយោធារបស់អ៊ីរ៉ង់នៅក្នុងតំបន់នោះចុះខ្សោយខ្លាំងបើទោះបីជាមិនត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងក៏ដោយទោះជាយ៉ាងណាលោកក៏បានបញ្ជាក់ថាការលុបបំបាត់សមត្ថភាពរបស់អ៊ីរ៉ង់ទាំងស្រុងគឺជារឿងដ៏ពិបាកព្រោះប្រទេសនេះមានផ្ទៃដីធំនិងមានប្រព័ន្ធរ៉ាដាកាំជ្រួចចល័តនិងមូលដ្ឋានទ័ពយោធាជាច្រើនដែលខ្លះស្ថិតនៅក្រោមដីចំណុចដែលគួរឲ្យកត់សម្គាល់មួយនេះទៀតគឺការខ្វះការឆ្លើយតបពីក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ក៏ដូចជាហេបូឡានៅលើប្រទេសលីបង់និងក្រុមហ៊ូទីនៅយេម៉ែននិងហាម៉ាស់លោក Devo បានយល់ថាវាបង្ហាញអំពីឥទ្ធិពលនិងអំណាចរបស់អ៊ីរ៉ង់នាពេលបច្ចុប្បន្នមិនខ្លាំងដូចកាលពីដើមឆ្នាំនោះទេលោកក៏បានលើកឡើងថាវិធានការដាក់ទណ្ឌកម្មនិងការទប់ស្កាត់ហិរញ្ញវត្ថុរយៈពេលយូររបស់សហរដ្ឋអាមេរិកបានបន្ថយធនធានដែលអ៊ីរ៉ង់អាចផ្ដល់ឲ្យក្រុមសម្ព័ន្ធមិត្តរបស់ខ្លួនពាក់ព័ន្ធនឹងការបិទច្រកសមុទ្រហូម៉ូសរបស់អ៊ីរ៉ង់លោក Deaver ជឿថាអ៊ីរ៉ង់នៅតែអាចបង្កហានិភ័យដល់ការដឹកជញ្ជូនបន្ថែមពីនេះទៀតប៉ុន្តែសមត្ថភាពរបស់ពួកគេក្នុងការបិទច្រកសមុទ្រទាំងស្រុងត្រូវបានធ្វើឲ្យចុះខ្សោយយ៉ាងខ្លាំងក្រោយពីការវាយប្រហារថ្មីៗនេះលោកក៏បានបន្ថែមទៀតថានាវាដឹកប្រេងនិងនាវាពាណិជ្ជកម្មជាច្រើនបានចាកចេញពីសមុទ្រដោយសុវត្ថិភាពហើយប្រេងរាប់សែនបារ៉ែលបានចូលទីផ្សារអន្តរជាតិដែលជាហេតុធ្វើឲ្យតម្លៃប្រេងមិនកើនឡើងខ្លាំងដូចការព្រួយបារម្ភនោះទេសម្រាប់គំនិតដែលថាអ៊ីរ៉ង់និងអូម៉ង់អាចដាក់ប្រព័ន្ធគិតថ្លៃឆ្លងកាត់ច្រកសមុទ្រហូម៉ូសលោក Deaver បានចាត់ទុកថាមិនអាចអនុវត្តបានទេព្រោះច្រកសមុទ្រនេះជាផ្លូវទឹកអន្តរជាតិហើយការអនុញ្ញាតឲ្យមានការគិតលុយបែបថ្លៃនេះអាចបង្កជាគំរូសម្រាប់តំបន់យុទ្ធសាស្ត្រសំខាន់ផ្សេងទៀតនៅលើពិភពលោកជាសរុបបទសម្ភាសន៍នេះបានបង្ហាញទស្សនៈរបស់លោក Chuck Deaver ថាការវាយប្រហាររបស់សហរដ្ឋអាមេរិកបានធ្វើឲ្យសមត្ថភាពអ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់ច្រកសមុទ្រហូម៉ូសចុះខ្សោយប៉ុន្តែហានិភ័យសន្តិសុខនៅក្នុងតំបន់នៅតែមាននេះត្រូវបានតាមដានជាបន្តបន្ទាប់